សូមទាញស្រូបចូលមកក្នុងជីវិតរបស់យើងតាមការស្ដាប់តាមការមើលឃើញចាអញ្ចឹងបងប្អូនជាយាមនៅក្បែរមនុស្សអវិជ្ជមានចាត្រូវមើលអ្នកជុំវិញខ្លួនបងប្អូនតើជាមនុស្សអវិជ្ជមានឬក៏មនុស្សអវិជ្ជមានអញ្ចឹងបើសិនណាជាគាត់ជាមនុស្សអវិជ្ជមានយើងកុំសូវនៅក្បែរគាត់ពេកព្រោះការស្ដាប់រឿងរ៉ាវអវិជ្ជមានគឺយើងស្រូបនៅរឿងរ៉ាវអវិជ្ជមានចូលមកក្នុងជីវិតរបស់យើងចាអញ្ចឹងបងប្អូនត្រូវតែព្យាយាមនៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមានព្រោះខ្ញុំពីមុនខ្ញុំធ្លាប់មានមិត្តភ័ក្តិតែខ្ញុំជឿថាគាត់ជាមនុស្សល្អឯងគាត់ថាគាត់ចូលចិត្តនិយាយរឿងរ៉ាវអវិជ្ជមានរបស់គាត់ពីជីវិតរបស់គាត់បែបណាប្រាប់យើងអញ្ចឹងរាល់ថ្ងៃវាទៅជារឿងមួយដែលខ្លុំតិចយើងទីបំផុតយើងស្រូបអារឿងស្រៀងនឹងគាត់នឹងចូលមកក្នុងជីវិតរបស់យើងដែរលើច្បាប់សូមទាញនឹងដោយសារខ្ញុំជួបបទពិសោធន៍ពិតដែលខ្ញុំបានជួបនឹងគឺជាការពិតគាត់នៅជាមួយខ្ញុំរហូតជាជីវរៀងតែពេលយកពេលចាហើយខ្ញុំជឿថាគាត់ក៏បានមើលវីដេអូខ្ញុំដែរគាត់ខ្ញុំចង់ប្រាប់បងប្អូនថាយើងឈប់និយាយចាការនិយាយរបស់យើងស្មើនឹងការហាបងប្អូនអញ្ចឹងយើងឈប់និយាយរឿងរ៉ាវវិជ្ជមានពីជីវិតយើងបែបនេះបែបនោះចាការពិបាករបស់យើងចាអញ្ចឹងបងប្អូនចង់បានរឿងទាំងអស់ចូលមកក្នុងជីវិតបងប្អូនទៀតដែរឬទេតែបើបងប្អូនចង់បានរឿងទាំងអស់នេះចូលមកក្នុងជីវិតរបស់បងប្អូនទេបងប្អូនត្រូវតែនិយាយវាចោលឈប់និយាយចាឈប់នឹកងាដល់ចាត្រូវតែគិតអ្វីដែលល្អៗហើយនឹងវិជ្ជមានឡើងមកវិញដើម្បីឲ្យយើងស្រូបទាញនៅរឿងរ៉ាវល្អៗហើយវិជ្ជមានចូលមកក្នុងជីវិតរបស់យើងធ្វើឲ្យផ្លូវចិត្តរបស់យើងរឹងមាំក្លាហានបើបងប្អូនធ្វើបែបនេះបានបងប្អូននឹងអាចទទួលបានអ្វីដែលល្អប៉ុន្តែបើសិនតែយើងបានអនុវត្តការនឹងគុណវាធ្វើឲ្យអារម្មណ៍និងផ្លូវចិត្តរបស់យើងនឹងភើបរីករាយចេញខាងក្នុងមកតែម្ដងហើយយើងមិនបាច់ទៅរកមិត្តភក្តិណាមកឲ្យយើងសុខចិត្តបងប្អូនចាឬក៏ទៅដើរលេង relax អីយើងនៅម្នាក់ឯងក៏យើងសុខចិត្តរីករាយនឹងអ្វីដែលយើងកំពុងតែធ្វើកំពុងតែជួបនឹងហ្មងហើយធ្វើអ្វីដែលខ្លួនឯងសុខចិត្តធ្វើឲ្យសុខចិត្តមានចិត្តចង់ធ្វើចាអញ្ចឹងបងប្អូនអរគ្នាគួរតែងាកមកមើលថែសុខភាពរាងកាយរបស់ខ្លួនឯងមើលផ្លូវចិត្តគំនិតចាហើយមើលអ្នកជុំវិញខ្លួនរបស់បងប្អូនតើគាត់ជាមនុស្សបែបណាចាមនុស្សអវិជ្ជមានឬមនុស្សវិជ្ជមានអញ្ចឹងយើងត្រូវតែនិយាយអ្វីដែលល្អៗឲ្យវិជ្ជមានសម្រាប់ឲ្យវាចូលថ្មីមកក្នុងជីវិត